តាមមកជាទើបភ្ញាក់ថាមេស៊ីក៏ចាប់ផ្ដើមអាជីពចេញពីការចូលលេងពានស្រដៀងដៃជីជូនីខាប់ដែរលីអូណែលមេស៊ីកីឡាករបាល់ទាត់កំពូលលើលោកដែលគ្រប់គ្នាបានស្គាល់យ៉ាងច្បាស់នោះគឺជាខ្សែប្រយុទ្ធដែលកើតចេញពីកីឡាករតាមភូមិតាមស្រុកចូលលេងពានរង្វាន់កម្រិតតំបន់ម្នាក់ផងដែរជាក់ស្ដែងមេស៊ីចាប់ផ្ដើមលេងបាល់នៅអាយុ3ឆ្នាំតតចុះតតឡើងនៅតាមផ្លូវជាមួយនឹងបងប្អូនជីដូនមួយរបស់គេនៅក្នុងភូមិដែលគេរស់នៅដំបូងឡើយគេមិនសូវជាចូលចិត្តលេងបាល់ទាត់ប៉ុន្មានទេប៉ុន្តែដោយសារតែមានជីដូនជាអ្នកជំរុញទើបខ្លួនចេះតែខំលេងតាមគេតាមឯងទៅរហូតទទួលបានឱកាសទៅហាត់រៀននៅកន្លែងបណ្ដុះបណ្ដាលសកលយុទ្ធមួយកន្លែងត្រឹមអាយុ4ឆ្នាំនៅសាលានេះហើយគេបានចូលរួមប្រកួតពានថ្នាលយុវជនមិនផ្លូវការជាច្រើនដែលជាកន្លែងផ្ដល់ឱកាសដល់ក្មេងៗបង្ហាញសមត្ថភាពស្រដៀងគ្នាទៅនឹងពានដៃជីជូនីខាប់ដែលរៀបចំឡើងដោយ Peak Digital ដែរមេស៊ីលេងពាននេះច្រើនមែនទែនរហូតដល់អាយុ7ឆ្នាំទើបគេបានផ្ទេរទៅហាត់នៅក្លឹប Newell Old Boysកន្លែងដែលគេចាប់ផ្ដើមហាត់មានរបៀបត្រឹមត្រូវតាមក្បួនខ្នាតព្រោះចាប់ផ្ដើមស្រឡាញ់បាល់ទាត់ខ្លាំងចង់ក្លាយជាកីឡាករអាជីពខ្សែប្រយុទ្ធរូបនេះហាត់នៅ Old Boys ដល់អាយុ13ឆ្នាំទើបគេមានឱកាសទៅតេស្តសមត្ថភាពនៅ La Masia ជាគម្រោងថ្នាលយុវជនរបស់ Barcelona អាចញាក់បាល់អូសុទ្ធដោយបច្ចេកទេសនេះហើយទើប Barcelona ចាប់ផ្ដើមចាប់អារម្មណ៍និងសុខចិត្តចេញថ្លៃព្យាបាលជំងឺខ្វះអរម៉ូនលូតលាស់របស់មេស៊ីមៀតល្អិតរៀងតូចជាងគេតាំងពីដើមតែមេស៊ីមិនបោះបង់ចោលនោះទេដោយមានឪពុករបស់គេតាមជួយជ្រោមជ្រែងជានិច្ចគ្រប់ការប្រកួតមិនថាកម្រិតណាគឺគេតែងតែចូលរួមជានិច្ចដើម្បីបង្ហាញសមត្ថភាពរហូតមានឱកាសចូលហាត់និងបានក្លាយជាយុវជនពេញសិទ្ធិរបស់ Barcelona តែម្ដងពីការចូលលេងពានយុវជននោះហើយទើប Lionel Messi មានថ្ងៃនេះក្លាយជាគាត់ម្នាក់ក្នុងវិស័យបាល់ទាត់បច្ចុប្បន្នមិនបានលំអិតស៊ីជម្រៅខ្លាំងពេកទេប៉ុន្តែរឿងរ៉ាវរបស់មេស៊ីខាងលើនេះហើយគឺជាចំណុចមួយដែលក្មេងៗគួរតែរៀនសូត្របានប្រសិនបើចង់ចាប់ឱកាសក្លាយជាកីឡាករអាជីពដៃជីជូនីខាប់គឺជាកន្លែងផ្ដល់ឱកាសមិនថាក្មេងៗនៅតាមខេត្តនៅក្រុងនោះទេពួកគេសុទ្ធតែបានឱកាសចូលលេងដោយមិនបង់ប្រាក់អ្វីទាំងអស់នេះជាការប្រកួតដែលពួកគេបានបង្ហាញសមត្ថភាពតេស្តខ្លួនឯងនិងកសាងទំនុកចិត្តទៅថ្ងៃមុខតាមមកជាទើបភ្ញាក់ថាមេស៊ីក៏ចាប់ផ្ដើមអាជីពចេញពីការចូលលេងពានស្រដៀងដៃជីជូនីខាប់ដែរលីអូណែលមេស៊ីកីឡាករបាល់ទាត់កំពូលលើលោកដែលគ្រប់គ្នាបានស្គាល់យ៉ាងច្បាស់នោះគឺជាខ្សែប្រយុទ្ធដែលកើតចេញពីកីឡាករតាមភូមិតាមស្រុកចូលលេងពានរង្វាន់កម្រិតតំបន់ម្នាក់ផងដែរជាក់ស្ដែងមេស៊ីចាប់ផ្ដើមលេងបាល់នៅអាយុ3ឆ្នាំតតចុះតតឡើងនៅតាមផ្លូវជាមួយនឹងបងប្អូនជីដូនមួយរបស់គេនៅក្នុងភូមិដែលគេរស់នៅដំបូងឡើយគេមិនសូវជាចូលចិត្តលេងបាល់ទាត់ប៉ុន្មានទេប៉ុន្តែដោយសារតែមានជីដូនជាអ្នកជំរុញទើបខ្លួនចេះតែខំលេងតាមគេតាមឯងទៅរហូតទទួលបានឱកាសទៅហាត់រៀននៅកន្លែងបណ្ដុះបណ្ដាលសកលយុទ្ធមួយកន្លែងត្រឹមអាយុ4ឆ្នាំនៅសាលានេះហើយគេបានចូលរួមប្រកួតពានថ្នាលយុវជនមិនផ្លូវការជាច្រើនដែលជាកន្លែងផ្ដល់ឱកាសដល់ក្មេងៗបង្ហាញសមត្ថភាពស្រដៀងគ្នាទៅនឹងពានដៃជីជូនីខាប់ដែលរៀបចំឡើងដោយ Peak Digital ដែរមេស៊ីលេងពាននេះច្រើនមែនទែនរហូតដល់អាយុ7ឆ្នាំទើបគេបានផ្ទេរទៅហាត់នៅក្លឹប Newell Old Boysកន្លែងដែលគេចាប់ផ្ដើមហាត់មានរបៀបត្រឹមត្រូវតាមក្បួនខ្នាតព្រោះចាប់ផ្ដើមស្រឡាញ់បាល់ទាត់ខ្លាំងចង់ក្លាយជាកីឡាករអាជីពខ្សែប្រយុទ្ធរូបនេះហាត់នៅ Old Boys ដល់អាយុ13ឆ្នាំទើបគេមានឱកាសទៅតេស្តសមត្ថភាពនៅ La Masia ជាគម្រោងថ្នាលយុវជនរបស់ Barcelona អាចញាក់បាល់អូសុទ្ធដោយបច្ចេកទេសនេះហើយទើប Barcelona ចាប់ផ្ដើមចាប់អារម្មណ៍និងសុខចិត្តចេញថ្លៃព្យាបាលជំងឺខ្វះអរម៉ូនលូតលាស់របស់មេស៊ីមៀតល្អិតរៀងតូចជាងគេតាំងពីដើមតែមេស៊ីមិនបោះបង់ចោលនោះទេដោយមានឪពុករបស់គេតាមជួយជ្រោមជ្រែងជានិច្ចគ្រប់ការប្រកួតមិនថាកម្រិតណាគឺគេតែងតែចូលរួមជានិច្ចដើម្បីបង្ហាញសមត្ថភាពរហូតមានឱកាសចូលហាត់និងបានក្លាយជាយុវជនពេញសិទ្ធិរបស់ Barcelona តែម្ដងពីការចូលលេងពានយុវជននោះហើយទើប Lionel Messi មានថ្ងៃនេះក្លាយជាគាត់ម្នាក់ក្នុងវិស័យបាល់ទាត់បច្ចុប្បន្នមិនបានលំអិតស៊ីជម្រៅខ្លាំងពេកទេប៉ុន្តែរឿងរ៉ាវរបស់មេស៊ីខាងលើនេះហើយគឺជាចំណុចមួយដែលក្មេងៗគួរតែរៀនសូត្របានប្រសិនបើចង់ចាប់ឱកាសក្លាយជាកីឡាករអាជីពដៃជីជូនីខាប់គឺជាកន្លែងផ្ដល់ឱកាសមិនថាក្មេងៗនៅតាមខេត្តនៅក្រុងនោះទេពួកគេសុទ្ធតែបានឱកាសចូលលេងដោយមិនបង់ប្រាក់អ្វីទាំងអស់នេះជាការប្រកួតដែលពួកគេបានបង្ហាញសមត្ថភាពតេស្តខ្លួនឯងនិងកសាងទំនុកចិត្តទៅថ្ងៃមុខ